Okay, so say phong phongទាំងអស់គ្នាណា Good morning Good morning Good morning People good morning នេះគឺយើងធ្វើគិរិយាកិច្ចចំពោះពីគ្នាទៅវិញទៅមកណាដូចខ្មែរយើងថាជំរាបសួរប៉ុន្តែភាសាអង់គ្លេស Good morning អញ្ចឹងកាលណាយើងរៀនភាសាអង់គ្លេសយើងមិនបាច់ខ្មាស់ក្នុងការនិយាយភាសាអង់គ្លេសទេបើសិនជាយើងខ្មាស់យើងនិយាយភាសាអង់គ្លេសអត់បានទេហ្នឹងហើយអញ្ចឹងជាគ្រឹះនៃភាសាអង់គ្លេសយើងត្រូវតែដំបូងនៃថ្នាក់ដំបូងនេះដែលក្មួយបានមើលវីដេអូពូនេះណាដំបូងនេះយើងត្រូវតែរៀន English alphabet ពីព្រោះ English alphabet នេះជាគ្រឹះនៃភាសាអង់គ្លេសអញ្ចឹងយើងត្រូវតែចេះ English alphabet ហ្នឹងឲ្យច្បាស់លាស់ទាំងអស់គ្នាមួយណាអញ្ចឹងបើសិនជាចង់ចេះភាសាអង់គ្លេសត្រូវតែចេះ English alphabet នេះត្រូវឲ្យចាំ English alphabet មួយទាំងអស់គ្នាណា But I want to ask you what is today What is today ណាប៉ុន្តែពូចង់សួរក្មួយទាំងអស់គ្នាថ្ងៃនេះថ្ងៃអីណា What is today Today is Thursday 14 May 2026ចឹងថ្ងៃពហុមួយណាពហុថ្ងៃទី14ខែ5ណាខែ5នោះមួយណាឆ្នាំ2026ចឹងថ្ងៃនេះយើង review Today we will review about English alphabet all together មួយទាំងអស់គ្នាអញ្ចឹងថ្ងៃនេះយើងត្រូវតែរំលឹកមេរៀនរបស់យើងទាក់ទងអំពីអក្សរសាស្ត្រនៃភាសាអង់គ្លេសទាំងអស់គ្នាណាអញ្ចឹងអក្សរទី1ដំបូងគេនៃភាសាអង់គ្លេសគឺអក្សរអីមួយទាំងអស់គ្នាសូមចៅទាំងអស់គ្នាទី1គឺA ណាមួយណាទាំងអស់គ្នា A អញ្ចឹង A capital letter យើងសរសេរចេះណាដល់ឡា small letter យើងសរសេរចេះអញ្ចឹងអានេះ capital letter អានេះជា small letter អញ្ចឹងដើម្បីឲ្យក្មួយស្រួលចាំស្រួលអានយើងដាក់អក្សរសខ្មែរឲ្យទៀត A ក្មួយទាំងអស់គ្នាដាក់ A អញ្ចឹងមកណាក្មួយទាំងអស់គ្នា A ណាអញ្ចឹងដល់សាក់ទី2គឺសាក់អីសាក់ទី2ក្មួយទាំងអស់គ្នា What the next ទី2គឺ B ណាក្មួយទាំងអស់គ្នា B ណាអញ្ចឹងដល់ពីអក្សរតូចយើងអាចសរសេរចេះក៏បាន B ណាហើយមួយទៀតយើងអាចសរសេរចេះក៏បានអក្សរតូចណាក្មួយទាំងអស់គ្នាអក្សរតូចយើងអាចសរសេរបាន2ធឺណាអក្សរតូចណាអក្សរតូចយើងអាចបានសរសេរជា2ធឺចេះក៏បានណាប៉ុន្តែ capital letter នេះយើងមានតែមួយទេណាអញ្ចឹងដល់ភាសាខ្មែរយើងអាចដើម្បីឲ្យយើងចាំយើងដាក់ថា B មួយទាំងអស់គ្នា B ណាមួយទាំងអស់គ្នាបទៅសាប់ B ណាមួយនេះចុះទី3មួយទាំងអស់គ្នាទី3គឺ D ណាមួយណា D អញ្ចឹង D សរសេរអញ្ចឹងណាដល់អក្សរទូចគឺអញ្ចឹងណា D អញ្ចឹងយើងយកដូណាដូស្អី D ណាអញ្ចឹងទី1 A B C អូសុំទោស C តែច្រឡំ D សុំទោស C ណាមួយណា C អីយ៉ាណា C ពូវិញដែរណាហ្នឹងអាទី3គឺ C ក្មួយ A B C ណា C ណាដល់អក្សរទូចអញ្ចឹងណាមួយណា C ណាអញ្ចឹងពូសរសេរសខ្មែរដើម្បីឲ្យក្មួយនឹងចាំណាសដាក់ស្អីស្អុណា C ណាដល់ទី4ទាំងមួយក្មួយទី4អស់គ្នាសំពូលុប4ទី4គឺ D ទាំងអស់គ្នាណាទី4គឺ D ណាមួយទាំងអស់គ្នា D ដល់អក្សរតូចចេះតែមួយណាអញ្ចឹង D ដាក់ដូស្អីណាអូខេដល់ទី5មួយទាំងអស់គ្នាទី5គឺ E ណាមួយទាំងអស់គ្នា E ណាដល់អក្សរតូច E ណា E យើង E យើងដាក់ O ដល់ស្អីហើយបុកជើងទៅវា E ណាទាំងអស់គ្នាណាចុះទី6មួយទាំងអស់គ្នាទី6គឺស F ដូច E ដែរណាមួយណាទាំងអស់គាត់ថា E វាមានជើងនេះមួយទៀតប៉ុន្តែ F អត់ទេណាដល់អក្សរទូចរបស់វា F ចេះណាអញ្ចឹង F យើងសរសេរហជើងវនឹងស F ណា F អូសំទោស F O ដល់តែ A សជើងវហជើងវ F ណាអូខេ F ណា F ហជើងវទាំងអស់គ្នាណា F អូខេបន្ទាប់ពី F មួយទាំងអស់គ្នាបន្ទាប់ពី S គឺបន្ទាប់ពី S គឺ G នេះមួយទាំងអស់ G គឺសេលេខ9អញ្ចឹងវាក្រោមតតចេះណាមួយទាំងអស់គ្នាណា G ណា
chi nhưng anh sẽ cho đã sĩ nhưng tầm bây giờ ăn mùi tầng ốc nè cho một tọp vị trí tầng ốc nè tọp vị trí cứ egg nha so egg nha egg nha egg ta sẽ cho egg mùi tầng ốc nè nè tới trăm nè chi egg tọp vị egg thì egg tiếp mùi tầng ốc nè tọp vị egg cứ ai mùi tầng ốc ai nè mùi nè ai nè sẽ so ai mùi nè ok và tọp bị ai trên miền tây mùi tầng ốc nè chui sai tầng ốc nè tọp bị ai và tọp bị ai cứ chê nè mùi nè chê gì chê đó là sao tôi cứ chê nè mùi nè này chê cô đã sẽ nè chê nè ok chê tọp bị chê cứ khê mùi tầng ốc nè khê nè tôi sẽ thông tin tầm bè mùi chứ mà khê đó sao tôi cứ khê chẳng mỏng đôi kia nè nè khê giờ xây so không ai khê đâm bây giờ xuống mùi xuống ăn nè ở trong tao bị khê cứ L cứ L là so thông nè capital letter hay là small letter nè L là O là sẽ lỗ L nè L đó kia nè mùi nè thằng nè đó tao mà tiết xây kia tao mà tiết cứ âm nè sợ âm đó sao tôi vào viết cứ xây trẻ âm là mùi nè thằng nè đấy âm đó sẽ mố nó cái này mùi nè xuống ăn cái nào pu sẽ xây sọc mai tham tiêu mùi nè xong bây mùi sẽ ăn chẳng dừng ăn tao làm ở bình chẳng thấy đi dừng hiện A B C D E F G H I J K L M mỗi này chẳng dừng riêng bản năng dừng review bản năng cho chăm dừng cho đó là video tập tiện này mỗi này ok bye bye sẵn năng đó